សួស្តីអ្នកនរគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំបង្ហាញអ្នកគ្នារបៀប public website HTML របស់យើងទៅលើអ៊ីនធឺណិតជាមួយនឹង hosting cPanel អូខេជាដំបូងឡើយយើងត្រូវមានតាក់ទងជាមួយនឹង hosting account hosting ហើយនឹង domain name ដើម្បីយើង public website យើងអញ្ចឹងយើងជាដំបូងគឺយើងត្រូវមានពីរហ្នឹងឧទាហរណ៍ខ្ញុំបានទិញហើយតាក់ទងជាមួយនឹង hosting ហើយនឹង domain មួយអញ្ចឹងអ្នកនរគ្នាក៏អាចទិញ hosting ហើយនឹង domain name តាម website Namekx ឥឡូវខ្ញុំមានហើយឥឡូវខ្ញុំ log in hosting របស់ខ្ញុំអូខេជាដំបូងឡើយគឺខ្ញុំចង់ public website ហ្នឹងគឺជា subdomain ដោយសារខ្ញុំមាន domain មួយហើយអញ្ចឹងខ្ញុំចង់បង្ហាញពីរបៀបបង្កើត subdomain ដើម្បីខ្ញុំហោះបញ្ជី website របស់ខ្ញុំហ្នឹងអញ្ចឹងយើង scroll មកយើងរកពាក្យ domain អូខេបន្តមកទៀតយើងចុចពាក្យ create a domain new domain តបពីយើង create ហើយយើងវាយបញ្ចូល subdomain ដែលយើងចង់បញ្ចូលហើយខាងក្រោយគឺយើងដាក់ dot ហើយជាមួយនឹង domain របស់យើងអញ្ចឹងឧទាហរណ៍ខ្ញុំ copy domain របស់ខ្ញុំអូខេបន្ទាប់ពីយើង copy ហើយយើងជួយមើលកន្លែង share document root នេះគឺយើងត្រូវដោះ text ចេញបើយើងអត់ដោះ text ទេវានឹងជាប់ជាមួយនឹង public HTML អញ្ចឹងយើងពិបាកគ្រប់គ្រងក្នុងការបញ្ជីផ្សេងទៀតហើយបន្ទាប់មកទៀតយើងចុចពាក្យ submit អូខេឥឡូវ subdomain យើងបានបង្កើតរួចរាល់ហើយអញ្ចឹងដើម្បី upload file យើងចូល subdomain ហ្នឹងយើងចូល cPanel យើងមកបន្តមកទៀតយើង scroll ដល់ពាក្យ file manager តមកទៀតយើងរក folder ដែលយើងបានបង្កើត subdomain ឧទាហរណ៍នេះជា subdomain ដែលខ្ញុំបង្កើតមិញអញ្ចឹងដើម្បីយើង upload website បានទីមួយគឺយើងត្រូវមាន file website ហើយយើងទៅខ្ចប់ file website ខ្ញុំមាន file website មួយអូខេនេះជា file website របស់ខ្ញុំអូខេយើងបើកវាមកយើងត្រូវការខ្ចប់ website ហ្នឹងជា file zip ដើម្បីយើងយកទៅ upload នៅក្នុងfile manager មិញអញ្ចឹងយើងខ្ចប់ file វាមកបន្ទាប់ពីខ្ចប់ហើយយើងចូល file cPanel របស់យើងវិញមកបន្តមកទៀតយើងចុចពាក្យ upload អូខេមកយើងរើសទីតាំង file របស់យើងមកហើយយើងពាក្យ openតទៅពីយើង upload ហើយយើង extra file ហ្នឹងមកអូខេអញ្ចឹងខ្ញុំដាក់លើ location នេះបន្តមកទៀតយើងmove file ដែលមាននៅក្នុង folder ហ្នឹងយើងយកទៅដាក់ខាងក្រៅវិញយើង select all មកតទៅចុច move អូខេអញ្ចឹងខ្ញុំលុបខាងនេះចេញខាងមុខចេញហើយចុច move file អូខេអញ្ចឹងបញ្ជី website យើងអាច upload បានហើយអញ្ចឹងតាក់ទងជាមួយ HTML គឺយើងងាយស្រួលព្រោះដោយសារអត់មាន database អញ្ចឹងយើងអាចបើកបានអញ្ចឹងយើងបើកមកគឺនឹងបង្ហាញតាក់ទងជាមួយនឹងបញ្ជី website របស់យើងដោយសារជាប្រភេទ HTML និង CSS JavaScript គឺអត់មាន database ទេអញ្ចឹងយើងអត់ត្រូវការបង្កើត database ទេអញ្ចឹងយើងគ្រាន់ upload file ហើយគឺតែប៉ុណ្្នឹងគឺបានហើយតាក់ទងជាមួយ SSL គឺយើងអាច install បានអញ្ចឹងប៉ុន្តែវា auto ឯងប៉ុន្តែយើងអាច install បានអញ្ចឹងយើងចូល cPanel មកយើង search ពាក្យASL មកអូខេតមកទៀតយើងយកពាក្យ manage ASL site អញ្ចឹងខ្ញុំតម្លើង subdomain របស់ខ្ញុំតមកយើងចុច autofill យើង scroll មកក្រោមមកយើងចុច install អញ្ចឹងប៉ុណ្ណឹងគឺបានហើយគឺយើងអាចបើកwebsite របស់យើងជាមួយ SSL ប៉ុន្តែដោយសារនេះជាប់ខាច់អញ្ចឹងយើងអាចបើកលើ browser ថ្មីមកអូខេអញ្ចឹង SSL គឺស្គាល់ហើយpublic website តាក់ទងជាមួយ HTML គឺងាយស្រួលទេអរគុណសម្រាប់វីដេអូ